បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមានកូន speaker តូចនេះអានេះបោះ home compatible បងប្អូនហើយខ្ញុំមាន2គ្រឿងបងប្អូនណា2គ្រឿងហើយចំណែកអាមួយនេះជាប់ភ្លើងអញ្ចឹងចេញតែសអញ្ចឹងហើយអាមួយនេះលុតឈឹងអត់មានអីទាំងអស់អាមួយនេះអញ្ចឹងនេះខ្ញុំបង្ហាញនេះចង់ប្រាប់បងប្អូនថាដោយសារមានបងប្អូនយើងគាត់ឆាតសួរច្រើនពាក់ព័ន្ធនឹង home នឹងScone speaker brand Bose នេះ Bose home compatible នេះអញ្ចឹងមានទាំងខ្មែរមានទាំងបរទេសបងប្អូនខ្មែរយើងខ្លះបរទេសខ្លះគាត់ថាគាត់ព្យាយាម update software write software ដែរប៉ុន្តែវា write អត់ទៅអញ្ចឹងណាហើយនៅលើ browser ចេះដាក់ពាក្យថា site can be reached ហ្នឹងមានន័យថាវាអត់ទៅអញ្ចឹងណាអានេះខ្ញុំនិយាយពីរឿង software ទេណាបង្ហាញបងប្អូនតាក់ទងការ update software ឬក៏ restore software ចូលទៅលើ speaker ប្រភេទនេះអញ្ចឹងខ្ញុំអត់និយាយពីរឿង hardware ទេនិយាយទៅរឿង software ទេឥឡូវខ្ញុំនឹងចាប់ផ្ដើមធ្វើណាឲ្យបងប្អូនមើលតាមជំហានមួយកុំឲ្យបងប្អូននឹងពិបាកដំបូងឡើយបងប្អូនត្រូវតែគិតឥឡូវខ្ញុំសាកចុចនេះសិនណាចុចបើកវាអត់ទៅទេបើយើងចុចអញ្ចេះក៏អត់ទៅដែរចង់ប្រាប់ថាទោះបី reset ហើយក៏វានៅតែអញ្ចឹងដែរអញ្ចឹងជាដំបូងបងប្អូនត្រូវគិតទៅលើ USB សិនណា USB ដែលអាចប្រើផ្លាស់ program ជាមួយនឹងspeaker ប្រភេទនេះ USB យ៉ាងហោចណាស់ក៏ USB ចាប់ពី5 ampere ឡើងដែរมันបើពួក3.1 ឬក៏2.1 នេះគឺភាគច្រើនក៏អត់ទៅទេឥឡូវខ្ញុំសាកឧទាហរណ៍ខ្ញុំយកUSB សហ្នឹងដោតចូលមើលតើវាចេញយ៉ាងម៉េចដែរចេញអញ្ចឹងវាចេញអញ្ចឹងណាបើទៅណាមកណីទេអានេះយើងដោតធម្មតាឥឡូវយើងដកចេញយើងដោតអាខ្សែខ្មៅវិញអានេះថ្មវាមានវាជាប់អញ្ចឹងហើយយើងដោតខ្សែខ្មៅនេះចូលវិញដូចគ្នាអញ្ចឹងយើងសាកបើកមើលវាទៅទេមូលហេតុអីបានវាចេញអញ្ចឹងបងប្អូនវាចេញអញ្ចឹងគឺវាជាប់ switch mode ណាវាជាប់ switch mode កាលណាចេញតែពណ៌ក្រហមអញ្ចេះគឺវាជាប់ switch mode មានន័យថាវា boot ឡើងអត់រួចវាអាចដំណើរការរួចហើយបើសិនតែយើងចុចអញ្ចេះទៀតតែយើងចុចអញ្ចេះវាចេញអញ្ចេះឃើញទេតែវាអត់ទៅទេវាអត់ដំណើរការហើយបើយើងចុចអញ្ចេះទៀតក៏អត់ទៅដែរដោយសារវាជាប់ boot switch mode boot switch mode ហ្នឹងគឺមានន័យថាជា mode ដែលយើងសម្រាប់ផ្លាស់ program នឹងឯងអញ្ចឹងឥឡូវយើងសាកចុចឲ្យវាឆេះសិនយើងសាកចុចកន្លែងណាមួយឥឡូវយើងចុចចេះមើលទៅអត់នៅតែដដែលទេចុចចេះក៏ដដែលដែរវាអត់ boot ឡើងវាជាប់នៅកន្លែង switch mode ហ្នឹងហ៎អញ្ចឹងវាដាច់ទៅវិញវាអត់ដើរវាឡើងអត់រួចទេអញ្ចឹងswitch mode ហ្នឹងទី1វាអាចឆ្លងពីកុងតាក់ key ទី2ពាក់ព័ន្ធជាមួយនឹងបតថ្មហ្នឹងអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងមុននឹងធ្វើវាយើងត្រូវតែមើលខ្សែ USB សិនឥឡូវយ៉ាងនេះយើងដោតជាប់អញ្ចឹងទៅឥឡូវយើងចូលទៅកាន់កុំព្យូទ័រ file គឺមាននៅក្នុងកុំព្យូទ័រនៅក្នុងអ៊ីនធឺណិតរបស់ខ្ញុំយើងចូលទៅកាន់ Google ហើយយើងចុចពាក្យថាយើងចូលទៅកាន់ B សំទោសបងប្អូនសរខ្មែរហើយពាក្យថា BDM 007អានេះជា channel YouTube ចុចលើវាមកពេលចុចលើវាហើយបងប្អូននឹងឃើញអានេះអញ្ចឹងបងប្អូនចុចអានេះទៀតមកវានឹងចូលទៅកាន់ channel YouTube មួយរបស់ខ្ញុំហើយណានេះ channel YouTube BDM 007ហ្នឹងបន្ទាប់មកបងប្អូន search ណាចាំមកវាដើរប៊ូតុង search តិចមកនេះចុចនេះចុច search មកបងប្អូនគ្រាន់តែវាយពាក្យថា Bose BOSE ប៉ុណ្ណេះមកបងប្អូន enter ទៅបន្ទាប់មកបងប្អូននឹងឃើញវីដេអូដែលខ្ញុំបានផុសអានេះដាក់ Bose portable home speaker អញ្ចឹងហើយអាក្រោមនេះវាយើងបាច់យកទេយើងយកលើវិញអានេះតាក់តងរាយហើយអញ្ចឹងយើងយកអាលើនេះអញ្ចឹងយើងចុចលើវាមកណាដើម្បីទៅ view វីដេអូមួយហ្នឹង
hay bong ôn vì về chọp tới dù chọp của bán chọp bán bong ôn mua phình cào nè mực trong khi vần khóm nó miên linh môi nè chắc bong ôn chạy linh đi máu viên đừng cho mà can blocker là không block bỏ nhau mới đấy hay bong ôn tiền mà cào mau chắc cái này cứ chỉ file bong vía bong ôn đó chỉ file là dân download trả lời dân bài tới dân chạy khó mà mon phone ấy bong ôn chạy việc mon phone máu viên đừng cho được cắn link website và bu compatible ng anh để dân xem đẹp dân update đó nha chẳng pe cho mà can cái này nấy bong mơ này đã update được software update software or firmware of your product này cái này nấy và tập máu viên khổ đấy dân đã tham gia đã software and firmware update improve product feature and stability install any available update to keep your product working at its the best nên đây thá committee software ឬក៏ program ដែលបាន update ហ្នឹងគឺវាបានធ្វើឲ្យផលិតផលរបស់យើងនេះឧបករណ៍របស់យើងហ្នឹងណាវាដំណើរការបានល្អហើយនឹងវាដើរបានយ៉ាងល្អបំផុតទៅលើការ update ហើយនឹងថែរក្សាឧបករណ៍របស់យើងហ្នឹងឲ្យដំណើរការបានត្រឹមត្រូវអញ្ចឹងយើងមើលខាងក្រោមការ update របស់ Book Home Compatible នឹងមានច្រើនវិធីបងប្អូនណាគេដាក់ថា select an update method មានន័យថាក្នុងចំណោមវិធី update software ទាំងអស់ហ្នឹងឲ្យយើងជ្រើសរើសយកវិធីមួយណាសម្រាប់ថ្ងៃនេះខ្ញុំចង់បង្ហាញវិធីងាយគឺបងប្អូនទៅជ្រើសរកអានេះអាកណ្ដាលនេះ update using computer and USB cable អញ្ចឹងណាអញ្ចឹងយើងរើសយកកម្មវិធីឲ្យកណ្ដាលគេហ្នឹងបងមាន5អញ្ចឹងយកកណ្ដាលគេគឺវិធីដែលយើងប្រើតាមរយៈកុំព្យូទ័រហើយនិងខ្សែ USB អញ្ចឹងយើងចុចលើវាមកបងប្អូនចុចលើវាប៉ក់មកចុចលើវាមកបងប្អូននឹងឃើញការណែនាំណាការណែនាំនេះ to update your speaker with a computer and USB cable if your computer has a USB-C port you can use the cable supply with the speaker otherwise you will need a USB-A to USB-C cable to perform this step មានន័យថាបើសិនជាកុំព្យូទ័ររបស់អ្នកហ្នឹងប្រើ USB Type C ដែរទេអញ្ចឹងអ្នកត្រូវតែរើសយក USB ណាដែលត្រូវជាមួយនឹង speaker របស់អ្នកនិងកុំព្យូទ័ររបស់អ្នកយកមកប្រើមកប៉ុន្តែជាទូទៅគឺអ្នកត្រូវប្រើ USB-A និង USB-C USB-A ហ្នឹងគឺសំដៅទៅលើអានេះបងប្អូននេះណាហើយបងប្អូនទៅអានេះ USB-A ហើយអានេះណែអាមួយនេះ USB-A អាមួយនេះ USB-C អានេះ Type C យើងណាអញ្ចឹងយើងត្រូវការអាហ្នឹងគឺយើងត្រូវមានអាហ្នឹងបងប្អូនហើយបន្ទាប់មកទៅក៏មានការណែនាំច្រើនឥឡូវខ្ញុំខ្ជិលអាននាំយូរអញ្ចឹងជំហានទី1ណាបងប្អូនត្រូវ download firmware នេះត្រូវ download វាទុក download វាមកហើយខ្ញុំដូច down ហើយខ្ញុំចូលទៅមើលកុំព្យូទ័រតិចនេះ down ហើយពេល down មកគឺបងប្អូនមិនបាច់ពលាមិនបាច់អីទេគឺទុកចឹងដដែលអញ្ចឹងខ្ញុំ down ហើយខ្ជិល down ទៀតបើបងប្អូនអត់ទាន់ down ទេបងប្អូនគ្រាន់តែចុច down មកនេះខ្ញុំចុច down ណានេះឥឡូវ down ភាសាទៀតក៏បានដែរប៉ុន្តែ down ហើយមិនបាច់ down ទៀតទេបន្ទាប់មកទៀតណាចំណុចទី2ឲ្យយើងឲ្យព្រមនឹងគឺមានន័យថាយើង down ហើយកម្មវិធីយើង down ហើយហ្នឹងវាទៅនៅកន្លែងណាអញ្ចឹងយើងរកកន្លែងវាទុកឲ្យហើយចំណុចទី3ឲ្យយើងភ្ជាប់ខ្សែ USB ទៅកាន់កុំព្យូទ័រតាមរយៈឌុយ Type C ហ្នឹងនេះអាឌុយ Type C ដែលបង្ហាញបងប្អូនមិញហ្នឹងនេះអាឌុយ Type C ដែលជាប់នេះស្រាប់នេះអូខេឥឡូវយើងមិនបាច់រៀបរាប់ច្រើនទេយើងវិធីធ្វើគឺយើងត្រូវ copy link មួយនេះណា copy link នេះបងប្អូនយើងដំបូងឡើយយើងត្រូវ download អាមួយនេះពេល down អាហ្នឹងហើយយើងត្រូវនេះខ្ញុំខ្ជិលអានវាច្រើនអញ្ចឹងយើង copy link នេះមក copy ទៅឬក៏មិនបាច់ copy ទេយើងមក highlight វាហើយមកស្ដាំវាទៅនេះចូលទៅមកវាទៅហើយទុកឲ្យវាដើរចេះមកឥឡូវពេលវាកំពុងដើរនេះយើងដោតខ្សែ USB នេះជាប់ហើយមកអានេះវាជាប់ switch mode ហើយចាំមើលយើង connect បានអត់ពេលវាជាប់ switch mode អញ្ចឹងយើងព្យាយាមភាសាទៀតមើលបានអត់វាបានអត់
បើវាអត់បានទេណាខ្សែនឹងដោតដដែលអញ្ចឹងយើងព្យាយាមប៊ូតអានេះយើងព្យាយាមចុចអានេះឲ្យវាដើរភ្លើងសសិនណាបងប្អូនណាចុចឲ្យចេញភ្លើងសអញ្ចឹងមកចេះមកបន្ទាប់មកបងប្អូនចុចវ៉ូលីមបូកដកទាំងពីរដើម្បីប៊ូតឲ្យ reload អានេះចុចជាប់ចេះមកចុចជាប់អត់ទេយើងព្យាយាមចុចចុងជាប់ដែរទៅហើយព្យាយាម connect វាមកអូខេឥឡូវយើងដូរ browser ម្ដងបងប្អូនណាឥឡូវយើងដូរ browser អញ្ចឹងយើង copy អានេះនេះយើង copy link នេះដាក់ដូរ browser ឥឡូវខ្ញុំមក browser Opera វិញគេលោវា browser ខ្លះវាអត់ទៅបងប្អូនណាអញ្ចឹងមក browser Opera មកអូខេឥឡូវយើងចូលមក browser Opera វិញ enter ទៅហើយយើងមកពីអ៊ីនធឺណិតតាមមើលបានវាយឺតអញ្ចឹងអូខេឥឡូវយើងព្យាយាម boot ជាមួយនឹង browser នឹងវិញដោយចុចនេះដដែលទៅអូខេព្យាយាម boot ជាមួយនឹងវិញអូខេអានេះចូលហើយបងប្អូនណានេះចូលហើយប៉ុន្តែបើជាអ៊ីនធឺណិតវាយឺតវាមានបញ្ហាតាមមើលអញ្ចឹងយើង enter មួយទៀតមកនេះអញ្ចឹងវា boot បានហើយបងប្អូនយើងដូរ browser ទៅវា boot បានអញ្ចឹងពេលដែល boot បានអា file ដែលយើង download មិញហ្នឹងបងប្អូននេះអា file ដែលយើង download មិញណានេះហ่ะយើងគ្រាន់តែរើសអាហ្នឹងមកហើយយើងឈូស file មកបងប្អូនណា file ណាមិញ file នេះចុចអានេះមកពេលចុចហើយយើងគ្រាន់តែចុចអានេះចុចកន្លែង upload ទៅអញ្ចឹងយើងនៅចាំវាដើរឲ្យចប់អញ្ចឹងតែប៉ុណ្្នឹងទេហើយជម្រាបបងប្អូនថានៅពេលដែលយើងប្រើ browser មួយអត់ដើរយើងត្រូវតែឈានទៅប្រើ browser មួយទៀតដូចមិញអញ្ចឹងយើងប្រើនៅលើ browser Chrome អត់ដើរទេប៉ុន្តែយើងឥឡូវនេះយើងមកដើរនៅលើ browser Opera វិញអញ្ចឹងបងប្អូនត្រូវតែដូរ browser ហើយព្យាយាមធ្វើអញ្ចឹងបងប្អូនណាព្យាយាមធ្វើដូចខ្ញុំធ្វើអញ្ចឹងនេះគឺជាការបង្ហាញបងប្អូនអស់ហើយអត់មានអីទៀតទេអំពីរបៀបដែលយើងផ្លាស់update file នេះអញ្ចឹងបងប្អូនធ្វើតាម step របស់ខ្ញុំទៅអា step បរាជ័យក៏ខ្ញុំបានធ្វើឲ្យមើលអាចោគជ័យក៏ធ្វើឲ្យមើលដែរអញ្ចឹងដំបូងគឺយើងត្រូវតែខ្សែ USB នេះគឺយើងត្រូវតែប្រយ័ត្នប្រយែងមួយនឹងខ្សែ USB ហ្នឹងហើយប្រកាសថា USB នឹងល្អហើយបន្ទាប់មកបើយើងប្រើ browser មួយវាមិនស្គាល់ទេយើងអាចមកប្រើ browser មួយទៀតភាគច្រើនខ្ញុំជោគជ័យទៅលើ browser ដូចជា Opera ឬក៏ browser Firefox ចឹងទៅនៅក្នុង Chrome ពេលខ្លះជោគជ័យមានខ្លះជោគជ័យឥឡូវហ្នឹងវាជោគជ័យហើយបងប្អូនណាវាចប់ហើយអញ្ចឹងវាប្រាប់ថាម៉េច Your product will begin updating once the update is complete it will restart and be ready to play this would only take a few minutes មានន័យថាឥឡូវហ្នឹងឲ្យការ update របស់យើងហ្នឹងគឺវាកំពុងតែចាប់ដើម update ហើយពេលដែល write ចប់គឺវាកំពុងតែចាប់ដើម update ហើយវាប្រាប់ថានៅពេលដែល update ចប់វានឹង restart វានឹង reboot អាម៉ាស៊ីនហ្នឹងពេលដែលយើង restart ហើយគឺវាយើងអាចប្រើបានធម្មតាប៉ុន្តែវាឲ្យយើងចាំវាអាចត្រូវចំណាយពេល 2-3 នាទីដែរដើម្បីឲ្យវាបញ្ចប់អញ្ចឹងណាបងប្អូនអញ្ចឹងនឹងខ្ញុំបង្ហាញបងប្អូនពីរបៀបផ្លាស់ update តែប៉ុណ្្នឹងទៅហើយជោគជ័យដែលបងប្អូនធ្វើទៅចេះថា fail ដូចក្នុងនេះអញ្ចឹងដូចអាមួយនេះ fail នេះ
ដូចជាចេញ fail អញ្ចឹងហ្នឹងគឺយើងដូរទៅហើយដល់ពេលវា boot បានអាខាងនេះក៏វា boot បានដូចគ្នាអញ្ចឹងដែរអញ្ចឹងពេលយើង boot ជាមួយនឹង browser នេះបានអា browser ដែលយើងបរាជ័យហ្នឹងក៏វា boot បានដូចគ្នាដែរបងប្អូនឃើញទេវាឲ្យយើងរើស file ទៅរើសអីទៀតបើយើងធ្វើហើយហ្នឹងអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូហ្នឹងបងប្អូនណានេះគឺជារបៀបដែលយើងផ្លាស់អញ្ចឹងតែប៉ុណ្្នឹងទេហើយទុកឲ្យវា update តំណទៅហើយខ្ញុំបញ្ចប់វីដេអូហ្នឹងទៅត្រឹមហ្នឹងបាទអរគុណច្រើនបងប្អូនអរគ្នាបាយបាយ